ចាស្វាគមន៍មកកាន់ការទស្សនានៅវីដេអូវគ្គ2ចានៃការដើរលេងកម្សាន្តនៅប្រទេសវៀតណាមរបស់ក្រុមគ្រួសារនឹងខ្ញុំចានេះបន្ទាប់ពីយើងចេញពីសាប៉ាមកគឺយើងឡើងឡានទាំងយប់ដើម្បីបន្តដំណើរមកទៅកន្លែងថ្មីមួយទៀតចាគឺហើយនៅពេលដែលយើងជិះតាមផ្លូវហ្នឹងគឺដល់ពេលយប់ល្មមដល់ពេលអាហារពេលល្ងាចគឺយើងក៏ចូលញ៉ាំអាហារពេលល្ងាចហើយចានៅពេលដែលយើងចេញពីសាប៉ាហ្នឹងគឺយើងត្រូវឆ្លងកាត់ហាណូយចាឆ្លងកាត់ទីក្រុងហាណូយចាហើយក៏យើងឆ្លៀតពេលដើម្បីចូលមកស្ពានដែលស្អាតជាងគេបំផុតនៅទីក្រុងហាណូយតែម្ដងដែលកសាងដោយជនជាតិជប៉ុនចាtình yêu tình báo nước đầy con trai mặt cho con là chắc về đó nói chuột đi kẻ xa đó có đó có ăn cà phê nhưng mà mưa hai à trời chim trời đạt về ôi mình cô đôi đâu nó chim bạch chuột nó đây con này cao trên răng nằm cái con nam con là dài wow ăn đây đã được chim cầm bánh cũng có đó cũng cô thì cũng có này là một cô là một con nông đi này cô biến rồi biến nó có vài màn có đăng này mấy người cấu em Không cây buông từ đâu đây lâu rồi buông cái lỗ Thằng long kia thì nó dài hơn chưa có cua có đăng này thì cao không biết ra nào thôi mai một sai cà prật con nào Cao thì cái này nó không làm cầu về sau là nó không cao thì các cầu thằng long đâu tục biến này Thằng long kia thời chưa làm បន្ទាប់ពីយើងបានធ្វើដំណើរចាក់ចេញពីសាប៉ាចាហើយក៏យើងក៏បានបន្តដំណើរទៅតំបន់កំសាន្តរបស់យើងមួយទៀតគេហៅថា Halong Bay ចាអញ្ចឹងការដែលយើងជិះពីសាប៉ាយើងត្រូវឆ្លងកាត់ហាណូយតមកគឺយើងឆ្ពោះមកកាន់ Halong Bay ដែលជាតំបន់សមុទ្ររបស់ប្រទេសវៀតណាមការធ្វើដំណើរនេះគឺមានរយៈពេល3ម៉ោងទៅ4ម៉ោងចាអញ្ចឹងទម្រាំតែយើងធ្វើដំណើរមកដល់ហ្នឹងគឺយប់ល្មមចាហើយនេះគឺយើងមករកសន្តាគារដែលយើងបានកក់រួចរាល់ចាអញ្ចឹងបន្ទាប់ពីយើងបាន check in រួចរាល់គឺយើងធ្វើការរៀបចំដាក់អីវ៉ាន់ចាទៅបន្ទប់រៀងខ្លួនចាហើយក៏យើងមានកម្មវិធីបន្តចាគឺនាំឪពុកម្ដាយនិងប៉ានាងខ្ញុំហើយនិងអ៊ីនាងខ្ញុំហ្នឹងគឺយើងចាស់នេះគឺយើងទៅបន្តកន្លែងកំសាន្តមួយទៀតចាហើយក្មេងៗហ្នឹងគឺគេងលក់បាត់ហើយអញ្ចឹងគឺចាស់ទៅបន្តកន្លែងកំសាន្តទៀតនៅ Halong Bay នេះនៅពេលយប់គឺសបោកន្លែងដូចថាញ៉ាំអីលក្ខណៈមាន concert មានអីអញ្ចឹងចាហើយគឺយើងមានជា club មានជាអីអញ្ចឹងណាចាអញ្ចឹងខាងនេះហ្នឹងគឺគេ recommend ឲ្យយើងហ្នឹងទៅកន្លែងដែលគេហៅថាមាននារីហើយនៅបរិបទរួមអញ្ចឹងចាអញ្ចឹងគឺយកប៉ាហើយក៏ដូចជាម៉ាក់ក៏ដូចជាប៉ាខ្ញុំប្រកាន់ហ្នឹងគឺដើម្បីមកទស្សនាមើលគេដើម្បីថាចង់ដឹងថាតើគេមានលក្ខណៈពិសេសយ៉ាងម៉េចខ្លះចាតែដល់ពេលខ្ញុំមើលទៅមានគេរួមឲ្យយើងមើលតំណងណាតាចានេះគឺយើងនាំគ្នាមកធ្វើស្ទីលម្ដងចាយើងដើរលេងហើយក៏យើងនាំប៉ាម៉ាក់ក៏ដូចជាអ៊ីហ្នឹងគឺមកធ្វើស្ទីលម្ដងចូលក្លឹបមើលគេរួមចាបន្ទាប់ពីយើងទៅកន្លែងកំសាន្តនេះគឺមានរយៈពេល1ម៉ោងជាងដែរសារមើលគេរួមក៏ដូចជាស្ដាប់ភ្លេងអញ្ចឹងក៏យើងត្រឡប់មកផ្ទះដោយសារពួកគាត់ហត់ដែរហើយចាតែដល់ពេលកន្លែងមើលម៉ោង2:10:71ចាអញ្ចឹងក៏យើងនាំយកសម្រាប់ចាប់ព្រឹកឡើងគឺយើងបានរៀបចំអីវ៉ាន់រួចរាល់សម្រាប់ check out ដោយសារយើងត្រូវបន្តដំណើរទៅទៀតអញ្ចឹងកុំឲ្យខាតពេលក្នុងការត្រឡប់មកវិញចាយកអីវ៉ាន់គឺយើងរៀបចំអីវ៉ាន់រួចរាល់ចាអានេះគឺយើងចរចាជាមួយនឹងខាងទូកខាងអីដើម្បីធ្វើការរៀបចំទូកអីយើងជិះទៅទាំងគ្រួសារតែម្ដងចាហើយនៅលើទូកហ្នឹងគឺគេមានអាហារ buffet ចា
ឲ្យយើងតែម្ដងចាយើងញ៉ាំអីគឺកំសាន្តនៅលើទូកនឹងតែម្ដងចា បន្ទាប់ពីយើងបានចរចារួចរាល់ហើយគឺយើងក៏នាំគ្នាមកស្រុកស្រូបអាហារពេលព្រឹកចានេះគឺយើងមកកន្លែងដែលគេមានលក់នំបញ្ចុកស្រស់ប៉ុន្តែនំបញ្ចុកស្រស់របស់គេនេះគឺម្ហូបប្រចាំហាងរបស់គេហៅថានំបញ្ចុកស្រស់សាច់ជ្រូកអាំងចាគឺមានអីប្លែកម្យ៉ាងដែរតាគឺប្លែកខ្លាំងមានរសជាតិឆ្ងាញ់ចាអញ្ចឹងក៏នាំគ្នាចូលហូបតែម្ដងចា ហើយសម្រាប់កាហ្វេគឺយើងទិញនៅជាប់ហាងនឹងតែម្ដងចាអញ្ចឹងកាហ្វេគឺយើងទិញលក្ខណៈថានៅកន្លែងហាងជាលក្ខណៈគ្រួសារចាមានអីគឺឆ្ងាញ់ម្យ៉ាងរបស់គាត់ដែរតា ចាកន្លែងនេះគឺយើងបានមកដល់កន្លែងដែលគឺជីទូកអាចារ្យអញ្ចឹងគឺយើងនាំគ្នាមកយកសម្បត្តិចាដើម្បីយើងធ្វើដំណើរទៅទូកហើយយើងកាន់សម្បត្តិម្នាក់មួយសម្រាប់ឲ្យគេscan យើងដើម្បីឲ្យយើងចូលទៅកាន់កន្លែងជីទូកចា និយាយទៅសម្រាប់ដំណើរកំសាន្តរបស់ក្រុមគ្រួសារខ្ញុំនៅក្នុងខែហ្នឹងគឺទៅប្រទេសវៀតណាមហ្នឹងគឺដោយសារនៅប្រទេសវៀតណាមក៏ជាថ្ងៃដែលគេវ៉ាកងចាអញ្ចឹងគ្រប់កន្លែងកំសាន្តមួយៗហ្នឹងគឺមនុស្សទៅច្រើនចា ចាបន្ទាប់ពីទូកចេញដំណើរនេះគឺយើងអាចឡើងមកជាន់ខាងលើចាសម្រាប់កយគុណទេសភាពចាហើយនៅលើហ្នឹងគឺយើងមានជាតែក្តៅចាគេរៀបចំឲ្យយើងអាចញ៉ាំបានតែហ្នឹងគឺផឹកសេរីចាប៉ុន្តែចត់ខ្លាំងតែឆ្ងាញ់ ការធ្វើដំណើរនៅលើទូកនេះគឺនៅពេលដែលយើងនៅលើសមុទ្រហ្នឹងគឺយើងមើលទៅឃើញភ្នំព័ទ្ធជុំវិញតែម្ដងចាគឺសិតតែកូនកោះចាហើយអានេះគឺទូកគេចាប់ផ្ដើមឈប់នៅមួយកន្លែងដើម្បីឲ្យយើងចុះទស្សនានៅរូងភ្នំចាអញ្ចឹងយើងក៏នាំគ្នាចុះទៅដើម្បីឡើងទៅខាងក្នុងភ្នំរូងភ្នំដើម្បីយើងមើលទេសភាពនៅខាងក្នុងភ្នំហ្នឹងតើមានអីខ្លះអញ្ចឹងណា ការឡើងមកលើភ្នំនេះគឺវារៀងខ្ពស់ដែរអញ្ចឹងប៉ាខ្ញុំអីហ្នឹងគឺគាត់រៀងអត់ដែរចាប៉ុន្តែបើអត់ឡើងទេគឺយើងអត់បានគយគន់អាទេសភាពខាងក្នុងភ្នំហ្នឹងនិយាយទៅចូលទៅក្នុងគឺស្អាតខ្លាំងមែនតែនបដ ாய் ហើយអ្វីដែលសំខាន់ហ្នឹងគឺភ្នំហ្នឹងនៅខាងក្នុងហ្នឹងគឺនៅពេលដែលលក្ខណៈថាដុសថ្មដល់អីមានខ្លះចេញជារូខ្លះចេញជាផ្កាចេញជាអីចឹងណាវាប្លែកម្យ៉ាងព្រោះអីវាលក្ខណៈធម្មជាតិមិនមែនជាការកែច្នៃទេចានេះគឺវាដុសនៅខាងក្នុងចឹងណាចាចឹងនៅក្នុងហ្នឹងគឺស្អាតនិយាយស្អាតខ្លាំង ត្រង់កន្លែងនេះផងដែរនៅគេដែលខ្ញុំដើរចូលមកក្នុងរោងភ្នំនេះខ្ញុំរៀងថតច្រើនបន្តិចហើយដោយសារវារៀងឃើញគ្រប់កន្លែងនោះវាស្អាតទាំងអស់ចាអញ្ចឹងទៅគឺយើងរៀងថតច្រើនបន្តិចហើយចាសម្រាប់ឲ្យអ្នកទាំងអស់គ្នាបានមើលដែរអញ្ចឹងណា ច
កន្លែងនេះផងដែរគឺយើងយករូបថតចានៅពេលដែលយើងដើរចូលមកហ្នឹងគឺគេមានអ្នកនៅចាំថតរូបឲ្យយើងគឺយើងអាចថតបានការថតនេះគឺ free ជូនប៉ុន្តែគឺគេធ្វើចេញជាបតោងសោតូចៗឲ្យយើងម្នាក់មួយគ្នា10នាក់គេធ្វើឲ្យម្នាក់មួយចាប៉ុន្តែរឿងសុំរូបថតធំអានឹងយើងអាចទិញតែខ្លួនឯងចាអានឹងគឺគេនឹង print ឲ្យយើងគេមានដាក់សុំដាក់អីឲ្យយើងតែម្ដងចាអញ្ចឹងគឺខ្ញុំគឺក្នុងមួយសុំហ្នឹងគឺ100000 ដុងចាអញ្ចឹងខ្ញុំយក2សុំចាអញ្ចឹងអស់2000000 ដុងចាអញ្ចឹងវាស្អាតគេធ្វើចេញមកលក្ខណៈមានកញ្ចក់មានអីស្រាប់ហើយរួមវាស្អាតផងអញ្ចឹងគឺយើងយកទុកទៅចាព្រោះនេះដោយសារយើងថតនៅខាងក្នុងគេមានបើកហ្វាបឲ្យយើងទៅវាឃើញទេសភាពវាស្អាតតែខ្ញុំអត់បានថតរូបដែលពួកខ្ញុំបានថតនឹងឲ្យមើលទេចាចានេះបន្ទាប់ពីយើងបានដើរនៅក្នុងនឹងហើយគឺយើងដល់ពេលត្រូវដល់ច្រកចេញចាអញ្ចឹងគឺយើងចុះមកគឺយើងឡើងទៅសម្ដៅទៅកន្លែងជីកទូកបន្តទៀតចានៅកន្លែងនេះផងដែរគឺសម្រាប់ការជីកទូកនេះគឺខ្ញុំមានជាឧបករណ៍ចាឧបករណ៍នេះគឺលក្ខណៈគ្រួសារហ្នឹងគឺយើងទិញតម្លៃសម្រាប់ផ្សេងសម្រាប់ការជីកឧបករណ៍ហ្នឹងចាដោយសារទូកធំហ្នឹងគឺគាត់អត់អាចចូលទៅដល់កន្លោះកលៀតភ្នំទូចបាននេះច្រកតូចបាននេះគឺគាត់ឈប់នៅកន្លែងអញ្ចឹងយើងតម្រូវឲ្យយើងហ្នឹងបើយើងចង់គយគន់ទេសភាពបន្ថែមនៅខាងក្នុងតែម្ដងចានៅខាងក្នុងកោះក៏ដូចជានៅកលៀតគៀនកោះហ្នឹងគឺយើងតតជីកឧបករណ៍ហ្នឹងតែម្ដងចាចឹងគឺខ្ញុំមកឧបករណ៍ហ្នឹងសម្រាប់ជូនឪពុកម្ដាយក៏ដូចជាបងប្អូនខ្ញុំក៏ដូចជាកូនខ្ញុំហ្នឹងចាដើម្បីឲ្យគាត់ចូលទៅគយគន់ឲ្យដល់ខាងក្នុងតែម្ដងអញ្ចឹងដោយសារផ្លូវចូលហ្នឹងគឺវាមានកន្លែងខ្លះវារុនទូចដែរអញ្ចឹងគឺតម្រូវឲ្យយើងជិះឧបករណ៍បើយើងអាចមើលទេសភាពបានទាំងអស់បើយើងជិះកប៉ាល់ធំហ្នឹងគឺយើងអត់អាចមើលទេសភាពបានទាំងអស់ទេអញ្ចឹងម្នាក់ពេលជិះម្ដងភ័យដល់ក៏វានិយាយទៅថាទៅវាភ័យក៏ភ័យសប្បាយក៏សប្បាយចាអញ្ចឹងនៅពេលដែលយើងដល់កន្លែងនេះអញ្ចឹងគឺគេឈប់ឲ្យយើងមើលថាឲ្យគេប្រាប់យើងថាអានេះភ្នំអីអានេះភ្នំអីអញ្ចឹងណាចាអញ្ចឹងគេប្រាប់យើងចានោះហ្នឹងហើយតែនៅតែកងសាយ nó như trốn đang lên bên mà nó xảy rồi đây luôn Đông mê anh đốn hay là mê nó lơ mê nó đốn lơ mê nó lơ mê Đây nó phải xài nhá Tiên Nó Nếp cát mò đấy Cà chúc kho nè Cà chúc rồi Cà chúc mòចាបន្ទាប់ពីយើងបានកយគុណទេសភាពនៅខាងក្នុងដែលជាឧបករណ៍រួចរាល់គឺយើងបានដល់កន្លែងយើងត្រូវត្រឡប់មកវិញចាអញ្ចឹងគឺយើងទៅកន្លែងទូករបស់យើងត្រង់កន្លែងនេះផងដែរពេលដែលយើងឡើងទៅលើទូកហ្នឹងគឺទូកហ្នឹងធ្វើដំណើរបន្តទៅទៀតចាធ្វើដំណើរបន្តទៅទៀតគឺទៅកន្លែងសម្រាប់ឲ្យយើងលេងទឹកបានចាអញ្ចឹងការដែលគេនាំយើងទៅឈប់នៅកន្លែងលេងទឹកហ្នឹងគឺគេឈប់ឲ្យយើងបាន1ម៉ោងសម្រាប់ការលេងទឹកសមុទ្រនៅហ្នឹងចាតែខ្ញុំអត់បានថតទេដោយសារចុះទៅគឺលេងតែម្ដងបានថតវីដេអូទេចាអញ្ចឹងបន្ទាប់ពីយើងលេងទឹកហ្នឹងរួចរាល់គឺយើងឡើងមកលើគេមានរៀបចំជាអាហារដើម្បីឲ្យយើងហូបអញ្ចឹងអាហារថ្ងៃត្រង់ចាយើងហូបឆ្អែតហើយគឺយើងនាំគ្នាចុះពីទូកហ្នឹងគឺយើងត្រឡប់មកហាណូយវិញចា
សម្រាប់ដំណើរកំសាន្តរបស់ក្រុមគ្រួសារនេះខ្ញុំទៅ Halong Bay ហ្នឹងគឺត្រូវបានបញ្ចប់ចាអញ្ចឹងគឺយើងបានចេញដំណើរចាម៉ោង 1 ដើម្បីធ្វើដំណើរមកដល់ទីក្រុង Hanoi ចាអញ្ចឹងគឺយើងមកដល់ Hanoi ហ្នឹងប្រហែលខ្ទង់ម៉ោង 3:74 ចាអញ្ចឹងគឺយើងនៅពេលដែលយើងមកដល់ Hanoi នេះគឺយើងអត់ទាន់ទៅរកកន្លែងសម្រានទេចាដោយសារយើងបានកក់រួចរាល់អញ្ចឹងគឺយើងនាំគ្នាហ្នឹងទៅលេងនៅកន្លែងកំសាន្តមួយទៀតគេហៅថាផ្ទះបុរាណចាអញ្ចឹងផ្ទះបុរាណហ្នឹងគឺកន្លែងហ្នឹងគឺសម្បូរទៅដោយអ្នកទេសចរជាច្រើនចាអញ្ចឹងគឺគាត់ចូលចិត្តដើរដំណើរថ្មើរជើងចានៅហ្នឹងចាគឺនៅកន្លែងហ្នឹងផងដែរគឺយើងមានជាការជិះស៊ីក្លូចាហើយក៏ដូចជាការញ៉ាំជាអាហារក៏ដូចជាថ្មើរជើងមើលទេសភាពផ្សេងៗចាបន្ទាប់ពីយើងបានដើរមើលកំសាន្តក៏ដូចជាហត់ដែរហើយគឺយើងចូលស្រស់សូវអាហារពេលល្ងាចរួចរាល់ដើម្បីយើងត្រៀមខ្លួនស្ពោះទៅរកកន្លែងសម្រានចាបន្ទាប់ពីការដើរមើលទីក្រុងបុរាណរួចរាល់ហ្នឹងគឺយើងមកដល់ឡានកន្លែងនេះគឺខ្ញុំសម្ភាសកូនខ្ញុំតិចចាំមើលគាត់មានចំណាប់អារម្មណ៍មិនអ្នកទាំងអស់គ្នាចាំស្ដាប់អ្នកបាទដោយសារជិះឡានពួកអីនៅផ្ទះខ្មែរយើងពេលយើងហត់ចេញហើយអត់មានយកបានជិះឡានទេជិះអីចុះខ្ញុំហត់ជិះភាសាហើយអីទៀតហើយចាប់អត់ហើយពីអីក៏ហើយជិះចាប់អារម្មណ៍ថានេះពេលជិះទុកលឿនណាញាក់បាល់ទៅហ្នឹងឯងហើយចុះឥឡូវប្រទេសគេស្អាតអត់ចុះតែញាក់បាល់ជាងគេគឺspeed boat ចុះកូនឃើញអីដែលប្លែកភ្នែកជាងគេ speed boat ប្លែកភ្នែកជាងគេគឺ speed boat អត់មានប្លែកភ្នែកស្ពានអីអត់ទេអញ្ចឹងមកហាមឲ្យ12ហ្នឹងទេមិនដឹងចាស់ប្រភេទជីអានមួយជីអានទៅមួយឃើញអីឃើញដឹងមួយទៀតឃើញខាងគេហើយនឹងបូតហើយនឹងទុកយឿនហើយនឹងហើយនឹងយ៉ាងធំឡើងភ្នំចាំមហូបគេឆ្ងាញ់អត់មហូបគេឆ្ងាញ់អត់ងាញ់ហើយចាប់រំមួយទៀតអូនភ្ញាក់បាល់ដោយសារឡើងភ្នំហើយផ្ទះធំហើយអត់ផ្ទះធំណាតែវាវែងហើយធំទៀតហើយចាប់រំថាដីវាមិនដីវាធំដីប្រទេសគេធំចឹងក៏ពេញឃើញយ៉ាងគេមកផ្ទះភាពហើយផ្ទះវែងជាងមនុស្សយន្តចុះផ្លូវគេវែងផ្លូវគេស្អាតអត់ស្អាតហើយទៅនៅចាប់មួយទៀតទៅនៅថានោះអ៊ំចាប់រំមួយទៀតអ៊ំព្រោះអីខ្មែរយើងពេលជិះគឺមិនដូចវៀតណាមទេពេលខ្មែរយើងជិះពេលខ្លះគឺមានកន្លែងថ្មពេលខ្លះគឺមានកន្លែងផ្លូវជិះធម្មតាពេលខ្លះមានស្ពីដលឿនតែនៅវៀតណាមនេះយើងជិះទៅណាក៏អត់មានថ្មដែរនឹងចាប់រំអត់មានកលុកមែនអត់មានកលុកអីទេអត់នៅហើយបានជីហោះពួកអីអត់ដែលបានជីហោះពេលខ្លះ
đi là hôm vậy đài 110 mét Quá đây. dài. mà dòng mấy khi tụi này dung nè đi nó sải Thì thì thấy dung ạ. nè Không chia. បន្ទាប់ពីយើងបានសម្រាននៅហាណូយចានេះព្រលឹមឡើងគឺយើងនាំគ្នាស្រស់ស្រូបអាហារពេលព្រឹករួចរាល់ចាគឺកន្លែងស្រស់ស្រូបអាហារពេលព្រឹករបស់ពួកយើងហ្នឹងគឺនៅជាប់កន្លែងសន្តាគារហ្នឹងតែម្ដងចាគឺយើងអត់ដឹងថាត្រូវទៅណាគឺយើងជាប់ហ្នឹងមើលម្ហូបតំណងដែរក៏ចូលតែម្ដងទៅចាហើយយើងក៏នាំគ្នាស្រស់ស្រូបអាហារពេលព្រឹកដើម្បីធ្វើដំណើរទៅកន្លែងកំសាន្តបន្តចាហើយបន្ទាប់ពីយើងបានស្រស់ស្រួលអាហារពេលព្រឹករួចរាល់នេះគឺយើងកក់ក្រេបចាអញ្ចឹងនៅនឹងគឺយើងអាចកក់ក្រេបបានបុកក្រេបចាអញ្ចឹងគឺយើងអាចជីតាក់ស៊ីតាមក្រេបហ្នឹងអេបក្រេបហ្នឹងដើម្បីធ្វើដំណើរឆ្ពោះទៅកន្លែងកំសាន្តបន្តរបស់យើងនោះគឺសារមន្ទីរចាប៉ុន្តែកន្លែងដំបូងដែលយើងទៅហ្នឹងគឺកន្លែងតម្កល់សពរបស់លោកតាហូជីមិញចាដែលនៅប្រទេសវៀតណាមហ្នឹងគេឲ្យឈ្មោះកាថាជាមនុស្សទេពចាអញ្ចឹងគឺយើងហៅតាមគាត់អញ្ចឹងទៅចាអញ្ចឹងប៉ុន្តែដោយសារកន្លែងតម្កល់សពរបស់គាត់ហ្នឹងគឺយើងមកនេះគឺចំពេលវេលាដែលគេរៀបចំសុកសាទីថ្មីចាមួយឆ្នាំគេធ្វើម្ដងអញ្ចឹងគឺយើងមកហ្នឹងខកជើងចាគឺអត់បានទៅមើលការតម្កល់សពរបស់គាត់ទេចាអញ្ចឹងគឺយើងក៏នាំគ្នាត្រឡប់មកកន្លែងសារមន្ទីរវិញចាគឺយើងមកមើលសារមន្ទីរនៅក្នុងកន្លែងតម្កល់សពរបស់លោកតាហូជីមិញនឹងផងដែរចាគឺយើងបានមកមើលវាចិត្តគ្នាអញ្ចឹងយើងមកមើលម្ដងគឺសរុបតែម្ដងចាបន្ទាប់ពីយើងបានចូលទស្សនានៅសារមន្ទីររួចរាល់ចាគឺយើងសល់ពេលវេលាគឺយើងឆ្លៀតមកញ៉ាំកាហ្វេចាព្រោះសារយើងនៅព្រឹកដែរចាអញ្ចឹងយើងឆ្លៀតមកញ៉ាំកាហ្វេនៅផ្លូវរទេះភ្លើងចាកន្លែងនេះគឺសម្បូរអ្នកទេសចរចាគាត់ក៏មកអង្គុយញ៉ាំចាសិតតអ្នកទេសចរជនជាតិគេទាំងអស់ចាចម្រុះជនជាតិដែលមកឡៃហ្នឹងចាហើយកាហ្វេគេនេះគឺខ្ញុំកំងកាហ្វេ Fin ចាមានអីឆ្ងាញ់ម្យ៉ាងរបស់គេកាហ្វេ Fin នេះណាចាប៉ុន្តែមានតែខ្ញុំទេដែលកំងកាហ្វេ Fin ដែលគេឆុងមួយកែវអញ្ចឹងចាបើធម្មតាអ្នកទេសចរផ្សេងគឺគាត់អត់មានទេគឺគាត់កំងធម្មតាកាហ្វេធម្មតាចាសម្រាប់ដំណើរកំសាន្តរបស់ក្រុមគ្រួសារនឹងខ្ញុំដែលមានរយៈពេល4យប់5ថ្ងៃគឺត្រូវបានបញ្ចប់ចាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាអរគុណច្រើនបាយបាយ